បាទស្វាគមន៍បងប្អូនអរគ្នាមកកាន់ការវិភាគហាងជ័យមាសអន្តរជាតិសម្រាប់ថ្ងៃទី2ខែតុលាឆ្នាំ2025អញ្ចឹងមាសកាលពីម្សិលមិញយើងឃើញថាបានឡើងហក់ទៅដល់តំបន់ជិត3900ហើយគឺដល់តំបន់3894បាទយើងអាចថា94ទៅ95អញ្ចឹងជាក់ស្ដែងមាសបានទៅដល់តំបន់3890ជាងបាន retracement ចុះមកដល់តំបន់3850ជាងវិញអញ្ចឹងមានន័យថាទីផ្សារបច្ចុប្បន្ននេះគឺចាប់ផ្ដើមបានបង្កើត resistance ថ្មីគឺនៅតំបន់ខ្ពស់បំផុត3890ជាងហ្នឹងអញ្ចឹងមាសបច្ចុប្បន្ននេះគឺនៅតែបន្តឡើងទេក៏ដោយសារតែវិបត្តិដ៏ច្រើនមានន័យថាទី1ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាការប្រាក់ទី2ពាក់ព័ន្ធជាមួយនឹងការដាក់ពន្ធថ្មីរបស់លោក Donald Trump ទី3ទៅលើសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនទី4ទៅលើសង្គ្រាមអ៊ីស្រាអែលនៅលើកាហ្សាអញ្ចឹងមានន័យថាវិបត្តិវាច្រើនពេកដូច្នេះហើយជំរុញឲ្យអ្នកវិនិយោគជារួមគឺផ្ដោតទៅលើការទិញមាសនៅក្នុងសម័យកាលនេះដូច្នេះហើយបានជាតម្លៃមាសមានការហក់ឡើងជារៀងរាល់ថ្ងៃមកដល់តម្លៃខ្ពស់បំផុតគឺ3890ជាងនេះឯងបាទអូខេអញ្ចឹងសម្រាប់ចែកទេសក្នុងការជួញដូរថ្ងៃនេះគឺអត់មានអីក្រៅពីទិញទៀតទេអញ្ចឹងទិញខ្ញុំគិតថា early នៅតំបន់ទី1ដែលបងប្អូនអាចទិញបានប៉ុន្តែមិនសូវជាសុវត្ថិភាពបានទេគឺនៅតំបន់3855មកកាន់តំបន់3850គុតនេះបងប្អូនអាចទិញបានណាអញ្ចឹងជា early ទី1បាទអញ្ចឹងបើក្នុងករណីបងប្អូនអាចទីផ្សារអាច retrace មកបងប្អូនអាចចូលទិញក៏បានឬក៏អាចរងចាំមកទិញតំបន់បន្ទាប់ទៀតគឺ3835មកកាន់តំបន់3830គុតដែលជាតំបន់ retracement ល្អក្នុងការទិញនិងចុងក្រោយគឺ3810ទៅកាន់តំបន់3805ហ្នឹងក៏ជាតំបន់នៃការទិញល្អដែរអញ្ចឹងការទិញគឺមាន2តំបន់នេះសម្រាប់ការលក់ខ្ញុំគិតថាបងប្អូននៅតែមិនអាចប្រឆាំងបានទេព្រោះទីផ្សារហាងឆេងមាសគឺនៅតែបន្តឡើងថ្លៃអញ្ចឹងបើសិនចង់លក់មែនលក់ត្រាតែមានការ confirm candlestick bearish ណាមួយនៅលើតម្លៃដូចជា3900ឬក៏តំបន់3920គុតហ្នឹងបងប្អូនអាចលក់បានណាព្រោះវាជា psychology level ហើយអ្នកត្រិតលើពិភពលោកគេមើលអញ្ចឹង3900និង3920បងប្អូនចង់លក់អាចលក់បានប៉ុន្តែបើមាន bearish candlestick គឺល្អបំផុតយើងអាចដាក់ stop loss ហើយនឹង take profit revert 1លើ2ទៅបាទអញ្ចឹងការវិភាគបច្ចេកទេសរបស់ខ្ញុំគឺមានប៉ុណ្្នឹងទេយ៉ាងជូនពរបងប្អូនទាំងអស់គ្នាចូលទីផ្សារជួយដូរចំណេញគ្រប់គ្នា